បាទវិជ្ជាជនប្រិមត្តជនបាទថ្ងៃនេះគឺជាថ្ងៃដ៏ពិសេសមួយទឹកដីនៃសុកសីសន្ធរចូលរួមកម្មវិធីមីក្រូការក្មួយប្រោរបស់ខ្ញុំមានការសប្បាយចិត្តនេះគឺគេហៅថា recycle ប្រិមត្តជនណាបាទចានាងខ្ញុំឈ្មោះអែមរាថ្ងៃនេះសប្បាយចិត្តរីករាយដែលថាមកស្រុកកំណើតខាងឪពុកគឺជាស្នាមញញឹមរវាងអ្នកដំឡងនិងអ្នកដំឡងនៅខេត្តកំពង់ចាមផ្សារភ្ជាប់សាច់ឈាមជាមួយអ្នកដំឡងនៅខេត្តព្រៃវែងថ្ងៃនេះគឺជាថ្ងៃរៀបពីប្អូនមានអារម្មណ៍ដូចដែរប្អូនសម្រាប់វត្តមានភ្ញៀវកិត្តិយសដែលបានចេញចូលរំភើបសប្បាយបងសប្បាយបាទកលែកមើលខាងកងក្រមុំបាទមានអារម្មណ៍ដូចដែរប្អូនបានបន្ទាប់ពីការផ្សារសាច់ផ្សារឈាមជាមួយកងកំឡោះអ្នកស្រុកស្រីសន្ធរមានអារម្មណ៍សប្បាយចិត្តបាទនេះគឺជាការរៀបចំពីលោកអាចារ្យក្នុងការក្រុងពលាបាទគេហៅថាគូសម័យភរិយាថ្មីសូមអរគុណដល់ភ្ញៀវទាំងអស់គ្នាដែលបានចូលរួមក្នុងកម្មវិធីពួកយើងទាំងពីរហើយជូនពរធ្វើដំណើរទៅណាដោយសុវត្ថិភាពចឹងបងប្អូនយើងអ្នកដែលបានចូលរួមកុំភ្លេចណាល្ងាចនេះនៅម៉ោង5ល្ងាចនឹងការទទួលភ្ញៀវនៅវគ្គ2គឺទរជនបងប្អូនជាគ្រប់ជាឃើញថាទឹកដីនៃសុកសីសន្ធរស្នាមញញឹមនឹងការរៀបអាពាហ៍ពិពាហ៍រវាងគូសម័យភរិយាថ្មីបង្ហាញឲ្យឃើញពីសំណងអាពាហ៍ពិពាហ៍ដ៏ស្អិតរមួតដែលគួរឲ្យចាប់អារម្មណ៍បំផុតទរជនណាបាទវិជ្ជាជនប្រិមត្តទរជនបាទថ្ងៃនេះគឺជាថ្ងៃដ៏ពិសេសមួយទឹកដីនៃសុកសីសន្ធរបាទកូនកំឡោះអ្នកស្រុកស្រីសន្ធរខេត្តកំពង់ចាមជាមួយទៅនឹងគូជាមួយនឹងកូនក្រមុំអ្នកខេត្តព្រៃវែងទរជនណាគេថាគូអីគូគាត់អ្នកស្រុកស្រីសន្ធរបាទផ្សារសាច់ផ្សារឈាមជាមួយអ្នកនៅទឹកដីនៃខេត្តព្រៃវែងនេះគឺគេហៅថា recycle ប្រិមត្តជនណាពូកដាបានមកចូលរួមបាទផ្ដល់រូបភាពនៃកម្មវិធីរៀបអាពាហ៍ពិពាហ៍រវាងគូសម័យភរិយាថ្មីអ្នកខេត្តកំពង់ចាមអ្នកស្រុកស្រីសន្ធរជាគូជាមួយបាទកូនក្រមុំអ្នកខេត្តព្រៃវែងមានអារម្មណ៍មិនដែរអ៊ំនៅពេលចូលរួមកម្មវិធីមង្គលការអញ្ចឹងអ៊ំបាទចូលរួមកម្មវិធីមីក្រូការក្មួយប្រោរបស់ខ្ញុំមានការសប្បាយចិត្តអត់មានការតោស្លុតអ្វីទេដឹងតែទរជនបាទនេះគឺជាអ៊ំខាងកូនកំឡោះទរជនណាបាទយើងក្រេកមើលស្នាមញញឹមរបស់កូនកំឡោះនៅក្នុងពិធីនេះហើយជំនូនថ្ងៃទី29ខែមិថុនាឆ្នាំ2025នេះទរជនណាបាទយើងឃើញថាភ្ញៀវជាច្រើនដែលគាត់ចូលរួមបាទក្នុងពិធីនេះហើយជំនូនដើម្បីជាការលើកទឹកចិត្តក៏ដូចជាប្រសិទ្ធពរជ័យជូនចំពោះគូសម័យភរិយាថ្មីបាទសកម្មភាពនៃការហែជំនូនសកម្មភាពនៃការរៀបអាពាហ៍ពិពាហ៍ទៅតាមប្រពៃណីទំនៀមទម្លាប់ដែរគឺជាប្រពៃណីដែលបុព្វបុរសខ្មែរបានបន្សល់ទុកការរៀបចំផ្សំផ្គុំទៅតាមក្បួនខ្នាតនៃប្រពៃណីទំនៀមទម្លាប់ខ្មែរបាទសូមបញ្ជាក់ជូនបងប្អូនយើងបាទនេះគឺជាស្នាមញញឹមរវាងអ្នកដំឡងនិងអ្នកដំឡងនៅខេត្តកំពង់ចាមផ្សារភ្ជាប់សាច់ឈាមជាមួយអ្នកដំឡងនៅខេត្តព្រៃវែងបាទគេហៅថាមកផ្សារសាច់ឈាមបាទយើងឃើញថាស្នាមញញឹមរបស់គាត់គឺពិសេសណាស់ទរជនបងប្អូនជំនឿជាតិស្នាមញញឹមនៃការរៀបចំរវាងឪពុកម្ដាយជូនកូនកំឡោះនិងកូនក្រមុំគឺជាការបង្ហាញឲ្យឃើញគតិតំណស្អិតរមួតសម្រាប់គូសម័យភរិយាថ្មីបាទសូមបញ្ជាក់ជូនទរជនបាទនេះគឺជាថ្ងៃចូលថ្ងៃជ័យនៃគូសម័យភរិយាថ្មីដែលចាប់ដៃគ្នាជាគូអនាគតបាទនៅថ្ងៃទី29ខែមិថុនាឆ្នាំ2025ហើយក្រុមនោះគឺមានការតុបតែងពីសម្អាងការមានសំណាងលោកអ្នកមានដូចជាលោកអ្នកដែលចង់រៀបកម្មវិធីរៀបពីខួបកំណើតបុណ្យទានផ្សេងក៏អាចជ្រើសរើសជាមួយសម្អាងការមានសំណាងតាមរយៈលេខទូរស័ព្ទគឺ012 449 956ឬក៏010 764 798គឺសាច់ញាតិខាងកូនក្រមុំបាទអ្នកភូមិឃុំណាមួយអ៊ំបាទនៅឃុំកញ្ចំស្រុកពេរាំងខេត្តព្រៃវែងចឹងមានន័យថាកូនកំឡោះនិងកូនក្រមុំអ្នកគេហៅថាកូនកំឡោះអ្នកស្រុកសីសន្ធរខេត្តកំពង់ចាមបាទផ្សារសាច់ផ្សារឈាមជាមួយកូនក្រមុំអ្នកខេត្តព្រៃវែងនៅទរជនបងប្អូនជនជាតិលោកអ្នកបានជាហើយនេះគឺជាកម្មវិធីនៃការរៀបអាពាហ៍ពិពាហ៍រវាងគូសម័យភរិយាថ្មីដែលចាប់ដៃគ្នាជាគូអនាគតនៅថ្ងៃទី29ខែមិថុនាឆ្នាំ2025នេះបាទយើងឃើញថាវត្តមានភ្ញៀវកិត្តិយសដែលគាត់ចូលរួមគឺជាសក្ខីភាពឬក៏សក្ខីកម្មរវាងគូសម័យភរិយាថ្មីបងប្អូនថ្ងៃនេះគឺជាថ្ងៃរៀបពីបងប្អូនមានអារម្មណ៍ដូចដែរបងប្អូនសម្រាប់វត្តមានភ្ញៀវកិត្តិយសដែលបានចេញចូលរួមរំភើបសប្បាយបងសប្បាយគេថាបានគូគប់តំណប់ចិត្តអ្នកខេត្តណាមួយនៅខាងព្រៃវែងវារាំងស្រុកវារាំងបងបាទហើយស្រឡាញ់គ្នាប្រហែលឆ្នាំបងរហូតដល់គេហៅថាការចាប់ដៃគ្នារហូតដល់ការឈានទៅដល់ការផ្សំផ្គុំនឹងការរៀបអាពាហ៍ពិពាហ៍តាមក្បួនខ្នាតឬក៏តាមប្រពៃណីទំនៀមទម្លាប់ខ្មែរគិតទៅ74ឆ្នាំបង74ឆ្នាំបាទអញ្ចឹង4ឆ្នាំមានន័យថាវគ្គសិក្សាគ្នាតែម្ដងដើម្បីសិក្សាផ្លូវចិត្តថាអាចចុះសម្ងគ្នាអត់ចឹងណាបាទសម្រាប់ថារៀបអាពាហ៍ពិពាហ៍ថាច្បាស់តែម្ដងបាទបាទបាទជូនពរវិស្វមង្គលបងណាបាទសូមបញ្ជាក់ជូនទស្សនិកជនបាទនេះគឺជា
ខាងកូនក្រមុំគាត់បានមកបដិសេធនកិច្ចជួយចំពោះឪពុកម្ដាយក្មេងឪពុកម្ដាយបង្កើតនិងភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមបាទគឺស្នាមញញឹមកូនក្រមុំអ្នកខេត្តព្រៃវែងជាមួយកូនកំលោះអ្នកស្រុកសេងថោទឹកដីនៃខេត្តកំពង់ចាមបាទសូមបញ្ជាក់ជូនកូនក្រមុំបានលើកដៃប្រណម្យជូនចំពោះឪពុកម្ដាយបង្កើតនិងឪពុកម្ដាយក្មេកដែលគាត់បានផ្សំគុំរវាងគូស្វាមីភរិយាថ្មីដែលចាប់ដៃគ្នាជាគូអនាគតអេរិយាបថនៃការសំពះចំពោះឪពុកម្ដាយបង្កើតនិងឪពុកម្ដាយក្មេកគឺជាអេរិយាបថរបស់ប្រពៃណីទំនៀមទម្លាប់ខ្មែរជាគូស្វាមីភរិយាថ្មីអ្នកខេត្តនៅស្រុកស្រីសន្ធរខេត្តកំពង់ចាមជាមួយទៅនឹងអ្នកស្រុកពីរាំងទឹកដីនៅខេត្តព្រៃវែងហើយក្នុងនោះគឺការរៀបចំពីសម្អាងការមានសំណាងលោកអ្នកដែលមានកម្មវិធីរៀបអាពាហ៍ខួបកំណើតបុណ្យទានផ្សេងៗអាចទំនាក់ទំនងជាមួយសម្អាងការមានសំណាងឬក៏ព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទគឺ012 449 956ឬក៏010 764 798ឥឡូវយើងក៏លេខមើលស្នាមញញឹមរវាងគូស្វាមីភរិយាថ្មីពិតជាប្រកបទៅដោយអត្ថន័យខ្ពស់ទៅលើជនណាដឹងហើយបាទនេះគឺជាការរៀបចំពីលោកអាចារ្យក្នុងការក្រុងពលាបាទគេហៅថាគូស្វាមីភរិយាថ្មីទៅលើជនបងប្អូនជនជាតិបាទឥឡូវនេះគឺជាស្នាមញញឹមរវាងគូស្វាមីភរិយាថ្មីកូនកំលោះនិងកូនក្រមុំដឹងហើយកំពុងតែធ្វើដំណើរចូលក្នុងរោងជ័យដើម្បីជាការរៀបចំរវាងគូស្វាមីភរិយាថ្មីទីតាំងនេះគឺស្ថិតនៅក្នុងភូមិផ្ទះកដាលលើឃុំផ្ទះកដាលស្រុកស្រីសន្ធរទឹកដីនៃខេត្តកំពង់ចាមបាទយើងឃើញថាសកម្មភាពរបស់លោកតាអាចារ្យក្នុងការក្រុងពលាឬក៏ប្រសិទ្ធពរជ័យនាំលៀបនាំជ័យជូនគូស្វាមីភរិយាថ្មីជួនទៅជនបងប្អូនជាបណ្ដាយើងឃើញថាថ្ងៃនេះថ្ងៃទី29ខែមិថុនាឆ្នាំ2025អ្វីដែលជាកត្តាសំខាន់នេះឃើញថាកូនកំលោះនិងកូនក្រមុំដែលគាត់ផ្សារសាច់ផ្សាឈាមពីអ្នកទឹកដីនៃស្រុកស្រីសន្ធរផ្សារសាច់ផ្សារឈាមជាមួយក្រមុំអ្នកស្រុកពីរាំងទឹកដីនៃខេត្តព្រៃវែងយើងឃើញថាស្នាមញញឹមរបស់កូនកំលោះនិងកូនក្រមុំប្រកបដោយមោទនភាពអ្វីដែលកត្តាសំខាន់នោះគឺវត្តមានភ្ញៀវកិត្តិយសដែលគាត់បានអញ្ជើញចូលរួមបាទអញ្ចឹងបងប្អូនមានអារម្មណ៍ដូចម្តេចដែរថ្ងៃនេះក្នុងការភ្ញៀវឃើញភ្ញៀវចូលរួមទាំងកូនកំលោះនិងកូនក្រមុំស្រុកស្រីសន្ធរអ្នកខេត្តកំពង់ចាមនិងភ្ញៀវខាងកូនក្រមុំនៅខេត្តស្រុកពីរាំងទឹកដីនៃខេត្តព្រៃវែងមានអារម្មណ៍សប្បាយច្រើនបាទបាទ សប្បាយខ្លាំងបងប្អូន ខ្លាំងពូបងប្អូនមកជុំគ្នាសប្បាយ បាទមានអរគុណជាកិត្តិយសបានចូលរួម អរគុណច្រើនពូ ចុះកលេចមើលខាងកូនក្រមុំបាទមានអារម្មណ៍មិនដែរបងប្អូនបានបន្ទាប់ពីការផ្សារសាច់ផ្សារឈាមជាមួយកូនកំលោះអ្នកស្រុកស្រីសន្ធរ មានអារម្មណ៍សប្បាយចិត្តចាសូមអរគុណដល់ភ្ញៀវទាំងអស់គ្នាដែលបានចូលរួមក្នុងកម្មវិធីពួកយើងទាំងពីរហើយជូនពរធ្វើដំណើរទៅណាដោយសុវត្ថិភាពទស្សនិកជនបងប្អូនខ្ញុំជិះឃើញថាការថ្លែងអំណរគុណរបស់កូនកំលោះនិងកូនក្រមុំប្រកបដោយអត្ថន័យប៉ុន្តែអ្វីដែលជាកត្តាសំខាន់បន្ថែមទៀតនោះគឺការក្រងឈុតបែបលក្ខណៈប្រពៃណីបែបបុរាណនិងបែបសម័យបើឡើយយើងឃើញថាពេលព្រឹកនេះគឺជាការក្រងឈុតលក្ខណៈប្រពៃណីបែបបុរាណពេលល្ងាចនឹងការក្រងឈុតបែបសម័យហើយយើងចង់ដឹងថាតើសម្អាងការណាមួយដែលគាត់ក្នុងការផ្នែកប្រឌិតឬក៏ការតុបតែងក្នុងការក្រងឈុតដ៏ស្រស់ស្អាតរវាងកូនកំលោះនិងកូនក្រមុំ សម្អាងការខ្ញុំមានសំណាងបារាយប្រាជីធំសម្អាងការមានសំណាងបារាយប្រាជីធំ មានទទួលកម្មវិធីខ្លះដែរបងនៅខាងសម្អាងការ កម្មវិធីខ្ញុំឲ្យតែគេកំងអីត្រូវបងមាននងបងអត់ឲ្យខ្វះអីឲ្យតែអតិថិជនគេកំងអីបងមានហ្នឹងអាស័យស្ថានរបស់បងសម្អាងការមានសំណាងបារាយប្រាជីធំលេខទូរស័ព្ទរបស់បង012 24 49 56មួយខ្សែទៀត010 76 47 98បង បាទទស្សនិកជនបងប្អូនជាគ្រប់ជាឃើញថាទឹកដីនៃសុកសីនធរស្នាមញញឹមនឹងការរៀបអាពាហ៍ពិពាហ៍រវាងគូស្វាមីភរិយាថ្មីបង្ហាញឲ្យឃើញពីសំណងអាពាហ៍ពិពាហ៍ដ៏ស្អិតរមួតដែលគួរឲ្យចាប់អារម្មណ៍បំផុតទស្សនិកជនណាសកម្មភាពក្នុងការរៀបចំកាយថាអាហារពេលព្រឹកជូនចំពោះបាទភ្ញៀវកិត្តិយសបាទជូនចំពោះភ្ញៀវកិត្តិយសដែលគាត់អញ្ជើញចូលរួមបាទនៅក្នុងកម្មវិធីនៃការរៀបអាពាហ៍រវាងគូស្វាមីភរិយាថ្មីបាទនៅក្នុងពិធីនេះហើយចំនួនអញ្ចឹងបងប្អូនយើងអ្នកដែលបានចូលរួមកុំភ្លេចណាល្ងាចនេះនៅម៉ោង 5 ល្ងាចនឹងការទទួលភ្ញៀវនៅវគ្គ 2 គឺជាការទទួលភ្ញៀវដែលមានការប្រគំពីគេហៅថាតន្ត្រីករនិងអ្នកចម្រៀងអាជីពនៅក្នុងទឹកដីសុកសីសន្ធរការប្រគំនៃកម្មវិធីនេះនៅថ្ងៃទីល្ងាចថ្ងៃទី29ខែមិថុនាឆ្នាំ2025នេះផ្ទាល់តែម្ដងបងប្អូនជនជាតិចឹងល្ងាចនេះកុំភ្លេចចូលរួមពូក្តាមនឹងចូលរួម
ថតវីដេអូក៏ដូចជាសកម្មភាពនៃកម្មវិធីរៀបអាពាហ៍ពិពាហ៍រវាងគូស្វាមីភរិយាថ្មី ចានាងខ្ញុំឈ្មោះអែមរាថ្ងៃនេះសប្បាយចិត្តរីករាយដែលថាមកស្រុកកំណើតខាងឪពុកចាមកកាយកូនចរូនមួយចាលើកទី3ហើយដែលខ្ញុំមកលើកទី4នេះ ហើយ ទី4ដែលខ្ញុំមកជួបជុំបងប្អូនចាហ្នឹងហើយអរគុណច្រើនហើយជូនពរឲ្យអ្នករៀបចំមង្គលការកូនហ្នឹងឲ្យគាត់ចាបានជោគជ័យគ្រប់ទាំងអស់ហ្នឹងហើយទាំងកូនកន្លះកំមុំក្រុមគ្រួសារចាឲ្យគាត់ចាប់ដៃគ្នាឲ្យរកស៊ីមានបានចាឆាប់មានបេប៊ីដែរ ដែលទស្សនិកជនយើងឃើញថាសកម្មភាពនៃការទទួលភ្ញៀវក៏ដូចជាភ្ញៀវកិត្តិយសដែលគាត់មកចូលរួមនៅក្នុងកម្មវិធីនៃការហែជំនូនប្រកបទៅដោយមោទនភាពបាទគឺស្នាមញញឹមអមអ្នកស្រុកផ្ទះកណ្ដាលអ្នកស្រីធម៌វិជាប្រេទស្សនិកជនណាបាទមើលស្នាមញញឹមគាត់ទស្សនិកជនមកមុនជំជាតិបាទអញ្ចឹងបងប្អូនយើងល្ងាចនេះនៅវគ្គ2កំលេចចូលរួមប្រសិទ្ធពរជ័យជួបជាមួយគូសម័យភរិយាថ្មីឱកាសនេះនៃការដឹកជញ្ជូនបាទពុកក្តាមនៃវគ្គ1សូមអរគុណនិងសូមគោរពលា